បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំបាទទៀតហើយមកថ្ងៃនេះគឺមកធ្វើមុខម្ហូបថ្មីមួយទៀតដោយសារពីម្សិលមិញមានភ្លៀងធ្លាក់ហើយក៏ដើររើខ្យងបានមួយចំនួនបាទមើលខ្យងយើងវារៀងចាស់បន្តិចរៀងស្លែកាន់អូខេហើយពេលដែលមុនធ្វើហ្នឹងគឺខ្ញុំបានយកវាទៅស្ងោរម្សៅបន្ទាប់មកចាក់យកសាច់វាបានយើងយកវាមកហាន់ចំណិតតូចក្រៀមនឹងឆាតែម្ដងបាទអញ្ចឹងការឆាលើកនេះគឺយើងឆារំលីងខ្ទឹមសិនហើយចាក់គ្រឿងមួយចំនួនចូលដូចជាមានគ្រឿងបុកហើយនឹងម្ទេសជាដើមបាទនេះជាសាច់ខ្យងរបស់យើងមួយឆ្នាំងហ្នឹងគឺបានតែប៉ុណ្្នឹងទេយកតែក្បាលទេដោយសារតែវារាងស្លែច្រើនហើយរាងដីបើក្នុងពេលឆានេះគឺខ្ញុំបើកភ្លើងមិនសូវជាខ្លាំងទេបើកមកល្មមដែរទេហើយគ្រឿងក្រូវអីយើងដាក់តាមលក្ខណៈធម្មតាបាទនេះវាកំពុងតែពុះមើលទៅទំនងតែម្ដងបាទក្លិនឈ្ងុយឈ្ងុយតែម្ដងបាទនៅពេលដែលវាកំពុងតែក្តៅពុះហ្នឹងគឺយើងកូរវាបន្តិចដើម្បីកុំឲ្យវាខ្លោចបាតឆ្នាំងបាទយើងទុកវាមកស្ទុះក្រោយមកគឺយើងរងចាំឲ្យវាឆ្អិនជាងមុនបន្តិចក៏ថែមទឹកដើម្បីកុំឲ្យវាខ្លោចព្រោះវាស្ងួតដែរបាទនៅពេលដែលទឹកវាពុះរាងឆ្អិនល្អហើយអញ្ចឹងយើងក៏ត្រៀមថែមគ្រឿងបន្ថែមមួយចុងក្រោយគឺស្លឹកម្រះព្រៅបាទនេះគឺជាស្លឹកម្រះព្រៅដែលយើងដាក់ទៅដើម្បីបង្កើនរសជាតិហើយនិងក្លិនឈ្ងុយឆ្ងាញ់តែម្ដងបាទក្លិនជះមកឡើងឈ្ងុយតែម្ដងបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាអូឆ្ងាញ់ណាស់បងប្អូនឆ្ងាញ់ណាស់តំណងដល់តំណងមើលទៅឡើងតំណងនេះម្រះព្រៅឡើងតំណងបងប្អូនម្រះព្រៅ